ជាយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខយោធិនខ្មែរទាំង18រូបដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនអាយដាមទេសរដ្ឋមន្ត្រីលីថុចអនុប្រធានទី1អាជ្ញាធរមានកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងអាយដាមនិងលោក Charles Babone អនុប្រធានកាកបាទក្រហមអន្តរជាតិ ICRC ខណៈអាយដាមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងស៊ីណែវប្រទេសស្វីសអាយដាមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃាំងដោយខុសច្បាប់របស់យោធាថៃអាយដាមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបរបស់លោក Charles Babone បានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយក្រុមភាគីពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ